ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឆ្លើយសំណួរបងប្អូនស្រីដែលគាត់សួរថាគាត់មានសតិគិលៀនទៅក្រោយហើយគាត់គួរតែធ្វើលំហាត់ប្រាណបែបណាចំពោះការធ្វើលំហាត់ប្រាណវាអាចទទួលផល100%ទេបងស្រីអញ្ចឹងយើងត្រូវការផ្លាស់ប្ដូររបបអាហារតែតាមពិតទៅបងក៏ដឹងពីរបបអាហារនៃការញ៉ាំខ្លះៗដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបហាត់ខ្លះៗហើយខ្ញុំប្រាប់เทคនិคខ្លះៗសម្រាប់ឲ្យបងស្រីគាត់យកទៅអនុវត្តតាមក៏ប៉ុន្តែគឺការហាត់ប្រាណគឺវាអាចថាលុបដំរូបរាងកាយរបស់យើងដូចជាការកែសម្ផស្សទេប៉ុន្តែវាអាចជួយសម្រាប់ខ្លាញ់នៅក្នុងខ្លួនខ្លាញ់នៅក្នុងខ្សែឈាមហើយធ្វើឲ្យរាងកាយរបស់យើងរឹងមាំបានអញ្ចឹងណាបងស្រីហើយក៏ដូចគ្នាដែរសាច់ដុំតិកិរបស់យើងវាមាន4ផ្នែកណាបងស្រីសាច់ដុំដែលលៀនខាងលើនោះគឺជាសាច់ដុំដែលវាជាសាច់ដុំតិកិផ្នែកខាងលើអញ្ចឹងពេលដែលបងហាត់បើសិនជាបងធ្វើលំហាត់ប្រាណគឺវាស្រកវាឃើញវាហាត់ណែនជាងមុនតែបើសិនជាឲ្យវាបាត់លៀនហ្មងគឺវាអាចទេដោយសារតែសាច់ដុំរបស់យើងវាមានពីកំណើតបើសិនជាបងហាត់ប្រាណទៅវាស្រកខ្លាំងហើយវាណែនជាងមុនវាមិនទៅវាអត់សូវខ្លាំងខ្លាំងអញ្ចឹងណាបងអញ្ចឹងបងស្រីអាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំដែលខ្ញុំធ្វើជាលំហាត់ប្រាណតិកិមានខាងលើខាងក្រោមក្នុងជំហានហាត់ដូចតែគេដែលចង់ឡើងសាច់ដុំដែរទេគ្រាន់តែថាពេលយើងហាត់ទៅសាច់ដុំយើងវាហាត់ណែវាមើលទៅវាឃើញប៉ោងខ្លាំងឬក៏វាធ្លាក់អរគុណច្រើនសម្រាប់សំណួរបើសិនជាមានកន្លែងណាឆ្ងល់ទៀតអាចឆាតមកខ្ញុំតបបានអរគុណ